ត់បង់សេរីរាង្គមួយកំណាត់ក្រោមព្រមទាំងដៃស្ដាំម្ខាងទៀតនេះគឺជារឿងដែលធ្វើឲ្យមនុស្សជាច្រើនមែនទែនអាណិតផងនិងកោតសរសើរជាមួយនឹងការតស៊ូក្នុងជីវិតរស់នៅរបស់គាត់ផងដែរសម្លេងអនាម័យ Hanna ស្ដើងទន់មិនលេចជ្រាបប្រើប្រាស់បច្ចេកវិទ្យា 3D ស្រូបទឹកបានល្អផ្ដល់ភាពស្រទន់ដល់ស្បែកបរិបទនៅក្នុងវីដេអូនេះមានឈ្មោះថា Roland Sauer ដែលគាត់មកពីរដ្ឋ Montana សហរដ្ឋអាមេរិកដោយបញ្ហាបាត់បង់នៅអវយវៈមួយកំណាត់ក្រោមរបស់គាត់មិនមែនដោយសារតែជំងឺឬក៏មានបញ្ហារោគរាតត្បាតអ្វីនោះទេគាត់បាត់បង់វាដោយសារតែជួបហេតុការណ៍ដ៏រន្ធត់មួយនៅក្នុងអំឡុងពេលធ្វើការត្រូវបានរថយន្តលើកទំនិញធ្លាក់សង្កត់ពីលើដែលបណ្ដាលឲ្យសរីរាង្គផ្នែកមួយកំណាត់ក្រោមបូករួមជាមួយនឹងដៃស្អាតរបស់គាត់នឹងត្រូវរថយន្តលើកទំនិញសង្កត់ពីលើយ៉ាងដំណំបន្ទាប់ពីហេតុការណ៍នោះ Lawrence Sauer ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះជីវិតហើយក្រុមគ្រូពេទ្យជំនាញតម្រូវឲ្យកាត់នៅអវយវៈមួយកំណាត់ខាងក្រោមរបស់គាត់ព្រមទាំងដៃម្ខាងផងដែរវិធីសាស្ត្រនេះវាគឺជាវិធីសាស្ត្រដ៏កម្រនិងស្មុគស្មាញមួយដែលក្រុមគ្រូពេទ្យធ្វើឡើងដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកជំងឺដោយកាត់យកនៅផ្នែកខាងក្រោមនៃរាងកាយដោយក្នុងនោះរួមមានទាំងឆ្អឹងត្រគាកជើងមួយកំណាត់ក្រោមនឹងតែម្ដងនេះគឺជារឿងដែលគួរឲ្យឈឺចាប់មួយរបស់ Lawrence Sauer ដែលជួបនៅឧបទ្ទវហេតុដែលមិននឹកស្មានដល់ហើយឧបទ្ទវហេតុនេះបានធ្វើឲ្យជីវិតរបស់គាត់ប្រែប្រួលទាំងស្រុងតែម្ដងចាប់ពីក្នុងថ្ងៃទី27ខែកញ្ញាឆ្នាំ2019មកទល់នាពេលបច្ចុប្បន្ននេះLawrence Sauer គាត់ត្រូវរស់នៅជាមួយនឹងរូបរាងកាយថ្មីរបស់គាត់ដោយបាត់បង់នៅដៃម្ខាងព្រមទាំងអវយវៈមួយកំណាត់ក្រោមហើយការបន្តបង់របស់គាត់នោះគាត់ត្រូវបន្តបង់តាមប្រឡោះដែលគេបានចោះនៅត្រង់ផ្នែកពោះរបស់គាត់ដែលគេហៅថា colostomy និងបញ្ចេញតាម colostomy bag ដែលជាថង់ផ្ទុកលាមកដូចជាទឹកនោមដែលត្រូវបង្ហូរចេញពីរាងកាយរបស់គាត់ដោយសារតែមួយកំណាត់ខាងក្រោមគាត់ដោយរួមមានទាំងរន្ធគូតនោះត្រូវបានគេកាត់ចេញទៅហើយមកដល់នាពេលបច្ចុប្បន្ននេះ Lawrence Sauer គាត់បានរស់នៅជាមួយនឹងភរិយាគាត់ហើយអាចរកចំណូលបានដោយសារតែការបង្កើតនៅ Channel តាម YouTube ចែករំលែកនៅបទពិសោធន៍ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃជាមួយនឹងរូបរាងកាយថ្មីរបស់គាត់និងចំពោះវីដេអូដែលគាត់បានចែករំលែកនៅលើបណ្ដាញសង្គម YouTube របស់គាត់ក៏ដូចជាបណ្ដាញសង្គមអ៊ីនធឺណិតរបស់គាត់ផ្សេងៗនេះវាក៏ជាវីដេអូលើកទឹកចិត្តមួយទៅកាន់អ្នកដែលគាត់កំពុងតែមានបញ្ហាបាត់បង់នៅអវយវៈឬក៏បាត់បង់នៅសរីរាង្គណាមួយក្នុងរាងកាយនោះឲ្យប្រឹងតស៊ូរស់នៅបន្តទៅមុខទៀតដូចជាគាត់អញ្ចឹងប្រសិនណាបើសួរគាត់ថាតូចចិត្តជាមួយនឹងរូបរាងកាយនេះទេគាត់ក៏ធ្លាប់ឆ្លើយប្រាប់ទៅកាន់អ្នកដែលបានចោទសួរដែរគាត់ច្បាស់ជាមានអារម្មណ៍តូចចិត្តដោយសារតែគាត់ធ្លាប់មានរូបរាងកាយដែលមាំមួនរូបរាងកាយពេញលក្ខណៈក៏ប៉ុន្តែត្រូវបានបាត់បង់ដោយសារតែគ្រោះថ្នាក់ដ៏រន្ធត់មួយប្រព្រឹត្តភ្នែកក៏ប៉ុន្តែគាត់ក៏នៅតែតស៊ូព្យាយាមរស់នៅក្នុងជីវិតនេះឲ្យបានកាន់តែល្អប្រសើរបំផុតហើយមានប្រពន្ធគាត់នៅចាំជួយគ្រប់គ្រងក៏ដូចជាជួយលើកទឹកចិត្តគាត់ជានិច្ចហើយមួយវិញទៀតវត្តមានរបស់ប្រពន្ធរបស់គាត់សាបៀនឹងហើយគឺជាដើមហេតុចម្បងមួយដែលធ្វើឲ្យគាត់ខិតខំក៏ដូចជាតស៊ូក្នុងជីវិតដើម្បីរស់នៅបន្តនាពេលសប្តាហ៍ថ្ងៃនេះ